ឥឡូវបញ្ហាព្រំដែនអភិក្រមអីខ្លះដែលកម្ពុជាដោះស្រាយយើងនិយាយអំពីអភិក្រមនៃការដោះស្រាយយើងអត់អាចនិយាយអំពីអារម្មណ៍យើងត្រូវនិយាយអំពីយុទ្ធសាស្ត្រអំពីវិធីសាស្ត្រនិងគោលដៅច្បាស់លាស់អភិក្រមរបស់យើងគឺមាន2ក្នុងពេលជាមួយគ្នាទី1កន្លែងណាដែលមានបញ្ហាដូចជាការប្រយុទ្ធគ្នាបាតុភិបនៅប្រទេសពេទ្យជ័យឬយុទ្ធជន18នាក់យើងត្រូវធ្វើយ៉ាងណាទប់កុំឲ្យរីករាលដាលរកវិធីនៅកន្លែងកើតហេតុកាត់បន្ថយនៅផលប៉ះពាល់ដល់ប្រជាពលរដ្ឋយើងឲ្យបានជាអតិបរមាបានលឿនបំផុតហើយទី3រកវិធីស្ដារឡើងវិញនៅកន្លែងនោះពេលជាមួយគ្នាត្រូវបញ្ចប់រកវិធីបញ្ចប់ចំនួនឲ្យបានចប់នេះគឺជាអភិក្រមដែលយើងត្រូវធ្វើខ្ញុំមើលសារបងប្អូនជាច្រើននៅតាម Facebook តាមនេះព្រោះតាម Facebook រឿងវាច្រើនកន្លែងខ្លះក៏វាច្បោកច្បល់កន្លែងខ្លះឥឡូវឲ្យតែឃើញគេឈូសផ្លូវមិនដឹងឈូសនៅកន្លែងណាទេ Facebook យកមកដាក់អូគេឈូសយកដីខ្មែរទៀតហើយវាធ្វើបង្កើតនៅភាពច្បោកច្បល់ច្បាស់លាស់រឿងប៉ុណ្ណេះអភិក្រមរបស់យើងឧទាហរណ៍ជាក់ស្ដែងបើវាផ្ទុះអាវុធនៅព្រំដែននៅថ្ងៃ24ខែកក្កដាឆ្នាំ2025នេះអតិភិបធំបំផុតកុំឲ្យវារីកបើណែកុំឲ្យវាយគ្នាបើវារីកនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារតំបន់អានសេះតំបន់តំបន់តាកបីសុំកុំឲ្យរីកទៅដល់ខេត្តទៅដល់ស្រុកផ្សេងទៀតមកទូទាំងខេត្តយើងត្រូវធ្វើម៉េចទប់វានៅកន្លែងហ្នឹងកុំឲ្យវារៀលទៅតាមបណ្ដោយព្រំដែនគ្រប់តែកន្លែងអាហ្នឹងអភិក្រមទី1ដែលត្រូវធ្វើបន្ទាន់ទី2កន្លែងណាដែលកើតហេតុនោះព្យាយាមដោះស្រាយឲ្យអស់លទ្ធភាពគ្រប់មធ្យោបាយដើម្បីយើងព្យាយាមកាត់បន្ថយហានិភ័យនិងការបាត់បង់វាយគ្នាថ្ងៃ24យើងស្ងាត់យើងមិនបានចេញអីច្រើនចេញមកបកស្រាយស្អីក្រសួងការពារជាតិមានផ្សាយស្ថានភាពតាមផ្លូវការតាមអីខ្ញុំសម្ដីតេជោយើងមិនចេញមកបកស្រាយឲ្យញ៉ៃពីការទុកភារកិច្ចឲ្យក្រសួងស្ថាប័នជួយដណ្ដឹងប្រជាពលរដ្ឋចុះព្រោះតាម Facebook វាមានច្រើនប៉ុន្តែសួរថាតើយើងធ្វើអីយើងនៅដេកអេសពោះឬមួយក៏យ៉ាងម៉េចអត់ទេរកគ្រប់មធ្យោបាយដើម្បីបញ្ចប់ការវាយគ្នាកុំឲ្យវាខ្ទេចច្រើនពេក5ថ្ងៃស្លាប់ប្រមាណរបួសប្រមាណរាប់សែនអ្នកត្រូវធ្វើចលិះអញ្ចឹងគោលដៅអភិក្រមនេះគឺយើងបានអនុវត្តធ្វើយ៉ាងណាឲ្យមានបទចម្បាញ់យើងមានថ្ងៃ28ហើយព្យាយាមទប់យ៉ាងណាមកដល់ថ្ងៃនេះកុំឲ្យវាផ្ទុះក្រោយថ្ងៃ28តទៅទៀតហើយទី3ស្ដារស្ថានភាពឡើងវិញគឺធ្វើយ៉ាងណាដើម្បីស្ថានភាពចំនួននេះវាចប់បើន័យថាយើងចរចាបទចម្បាញ់យើងប្រជុំ JBC យើង GBC យើង RBC ធ្វើការជាមួយគ្នាប្រតិកលាគ្នាទៅនិយាយគ្នាបើសិនជាស្ថានភាពនៅតានតឹងជេរគ្នាទៅវិញទៅមកអត់មានពេលទៅនិយាយគ្នាគឺគ្មានអីក្រៅពីតានតឹងតឹងធុកអញ្ចឹងយើងបន្តធ្វើសកម្មភាពនេះបានបងប្អូនឃើញថាជាធម្មតា RBC គេប្រជុំ GBC ប្រជុំមួយឆ្នាំម្ដងប៉ុន្តែដោយស្ថានភាពនេះយើងត្រូវជួបប្រជុំជាញឹកញាប់ដើម្បីបញ្ចប់ការតំណែងមានរឿងអីត្រូវដោះស្រាយជាមួយគ្នាបាទព្រោះផលប៉ះពាល់មិនមែនអ្នកនៅតាម Facebook ទេខ្ញុំឃើញបងប្អូនខ្លះនៅអាមេរិកនៅស្រែកវាយទៅណែអ្នកប៉ះពាល់អ្នកនោះរាប់ម៉ឺនអ្នកអត់ទាន់បានទៅផ្ទះផងនៅតាកបីនៅដេកហាភ្លៀងនៅវត្តពោ5000ជនភៀសខ្សឹកក្មេងប្រហែលអ្នកអត់បានរៀនសំបីនៅខាងថៃប្រជាជននៅព្រំដែនហ្នឹងគាត់ថាទុញតែឥឡូវមិនដឹងយ៉ាងម៉េចធៀមតែប្រវេចរត់អញ្ចឹងយើងធ្វើយ៉ាងណាស្ដារឡើងវិញខ្ញុំយល់ពីអារម្មណ៍
បងប្អូនខ្លះដល់ថាខឹងពេកបាច់បងផ្ដាច់100ឆ្នាំប៉ុនសួរថាផ្ដាច់100ឆ្នាំបានបងប្អូននៅអាមេរិកបងប្អូននៅភ្នំពេញតែបើស្ថានភាពវានៅតឹងរៀបតែប្រវិចរត់នេះ100ឆ្នាំទៀតតើយ៉ាងម៉េចសម្រាប់មេដឹកនាំរាជរដ្ឋាភិបាលយើងត្រូវមើលទស្សនវិជ្ជាឲ្យសំខាន់អញ្ចឹងសភាពការដែលកើតនេះគឺយើងអភិក្រមទី1ទប់កុំឲ្យវារីកទី2ព្យាយាមដោះស្រាយនៅនឹងកន្លែងដើម្បីបញ្ចប់វាកាត់បន្ថយការបាត់បង់អាយុជីវិតរបួសស្លាប់បំផ្លាញទ្រព្យសម្បត្តិទាំងទាហានទាំងប្រជាជនហើយទី3រកស្ដារសភាពការឡើងវិញហើយនេះគឺវាចូលទៅក្នុងអភិក្រមនៃការបញ្ចប់ចំនួនដែលយើងធ្វើកិច្ចការងារកន្លងដើម្បីបង្កើតនៅទំនាក់ទំនងនឹងការភ្ជាប់ទំនាក់ទំនងឡើងវិញបងប្អូនខ្លះក៏ថាភ្ជាប់ទៅស្អីទាំងនៅយើងក៏មានទាំងនៅថៃក៏មានបងប្អូននិយាយហ្នឹងដោយអារម្មណ៍ប៉ុន្តែបើមេដឹកនាំឬមួយក៏យើងនៅប្រើកំហឹងកំហល់ទល់គ្នានោះមិនមែនស្លាប់មេដឹកនាំនៅភ្នំពេញទេមិនមែនលំបាកទេតែវាយគ្នាទៅនោះសង្គ្រាមនៅប្រទេសផ្សេងនៅអឺរ៉ុបយើងឃើញហើយប្រទេសពីរវាយគ្នាមេដឹកនាំ2 3ឆ្នាំនៅតែដដែលទេតែទាំងសងខាងស្លាប់រាប់សែនរាប់លានអ្នករួចទៅហើយហើយតបថ្មីបញ្ចូលប្រទេសមួយនោះគឺយកទាំងអ្នកចាស់ឥឡូវអស់តបក្មេងចាប់ផ្ដើមយកអ្នកចាស់ចូលវាយទៀតអញ្ចឹងការបញ្ចប់ចំនួនគឺជាគោលដៅធំហើយនេះហើយដែលយើងទៅថ្ងៃមុខសង្ឃឹមថានៅក្នុងពេលឆាប់នឹងមានកិច្ចចុះព្រមព្រៀងសន្តិភាពហើយនឹងខិតខំធ្វើយ៉ាងណាដើម្បីបញ្ចប់ចំនួននេះគឺជាអភិក្រមរបស់យើងនេះគឺជាអ្វីដែលយើងត្រូវគិតបញ្ចប់ចំនួនខ្ញុំមើល Facebook បងប្អូនខ្លះតាំងពីខែនេះខ្ញុំឃើញអ្នកនៅអាមេរិកក៏ដូចអ្នកពេញព្រឹកឡើងឲ្យទៅបើកទូរស័ព្ទគឺតឹងទ្រូងកើតស្អីទៀតហើយនៅណាទៀតហើយខ្ញុំជឿបងប្អូននៅទីនេះប្រហែលជាតឹងទ្រូងដូចគ្នាដែរទេឥឡូវបងប្អូនអាចគិតមើលតើអ្នកដែលរស់នៅទីនោះផ្ទាល់តឹងទ្រូងជាងយើងប្រមាណដងដែលមិនដឹងថ្ងៃនេះស្អីទៀតផ្ទះខ្ញុំស្អីទៀតនៅចិត្តភូមិខ្ញុំភ្លើងឆេះផ្ទះអ្នកមើលតាម Facebook អ្នកមើលពីក្រៅខាគ្រាន់តែឆេះផ្ទះមួយទេប៉ុន្តែអ្នកដែលមានផ្ទះនៅជាប់លបងផ្ទះកំពុងឆេះហ្នឹងភ័យខ្លាំងបន់ឲ្យតែគេពលុតឲ្យឆាប់សម្រាប់អ្នកនៅពីក្រៅអាចគិតថាបើឆេះមួយហ្នឹងអាចឆេះ 4-10 ទៀតប្រហែលហើយអាចទទួលយកបានប៉ុន្តែអ្នកដែលមានផ្ទះជាប់នឹងអត់ទេណាมันអាចឲ្យឆេះមកផ្ទះទៀតទេព្រោះផ្ទះខ្ញុំនេះបើយើងនិយាយខ្ញុំឃើញបងប្អូនកន្លែងខ្លះខ្ញុំទទួលស្គាល់ការអត់ធ្មត់ឲ្យពេលខ្លះបងប្អូនតឹងទ្រូងចប់ជំនាញនេះអ្នកដោះស្រាយគឺដោះអភិក្រមគិតគូរតែបូលតែម្ដងដើម្បីឲ្យឆាប់ចប់ចំនួនដើម្បីយើងឆ្លើយឆ្លងធ្វើការជាមួយគ្នាបញ្ហាព្រំដែនជាបញ្ហាស្មុគស្មាញនៅក្នុងអាស៊ានទាំងអស់ខ្ញុំមើល10ប្រទេសណាប្រទេសដែលតិចណាស់ដែលអត់មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងម៉ាឡេស៊ីជាមួយនឹងសិង្ហបុរីឥណ្ឌូនេស៊ីជាមួយនឹងដូចសិង្ហបុរីថៃម៉ាឡេស៊ីបញ្ហាដែលបន្សល់ពីចំនួនអាណានិគមរាប់រយឆ្នាំមកប៉ុន្តែការជ្រើសរើសក្នុងការដោះស្រាយគឺយកវិធីសាស្ត្រសន្តិវិធីនិយាយគ្នាកន្លែងខ្លះគេទៅ ICJ កន្លែងខ្លះគេមានគណៈកម្មការទ្វេភាគីធ្វើការដោយមិនប្រើការបាញ់គ្នាការកំហឹងឬក្តៅដាក់គ្នាយើងក៏មានដែរជាមួយថៃតាំងពីឆ្នាំ2000មកយើងបានធ្វើការកំណត់បកគោល74បកគោលរួចទៅហើយបកគោលវាមានលេខ73
វាអត់មានលេខ74ទេប៉ុន្តែបកគោលេខ22មាន22A 22B អញ្ចឹងវារាប់ទៅ74យើងបានកំណត់ជាមួយគ្នារួចទៅហើយនីតិវិធីត្រូវធ្វើទៅទៀតប្រហែលថ្ងៃទៀតត្រូវមានការជួបគ្នារវាងគណៈកម្មការមកនិយាយគ្នាដោះស្រាយបញ្ហាកម្ពុជាគ្មានគោលបំណងរំលោភលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់អ្នកណាហើយក៏យើងមិនអោយអ្នកណាមករំលោភយើងដែរនេះជាគោលការណ៍ប៉ុន្តែដោះស្រាយយ៉ាងម៉េចគឺដោះស្រាយតាមគោលការណ៍ដោយប្រទេសអាស៊ានផ្សេងទៀតគេធ្វើជាមួយគ្នាមានគណៈកម្មការព្រំដែនមានច្បាប់អន្តរជាតិមានសន្ធិសញ្ញាអនុសញ្ញាតែយើងធ្វើ20ឆ្នាំហើយដែលយើងអាចឲ្យប្រជាជនដកដង្ហើមបាននៅពេលដែលមន្ត្រីទទួលខុសត្រូវមិនឲ្យប្រជាជនមករងជលមុខបែបគ្នានេះហើយគឺជាអ្វីនៃការត្រៀមពន្លត់ចំនួនបាទហើយបើគ្មានការឯកភាពគ្នាទ្វេភាគីគ្មានពីណាបាត់អីទេត្រូវតែមានការឯកភាពគ្នាបាទច្បាប់គឺអញ្ចឹងបាទហើយយើងប្រើប្រាស់យន្តការច្បាប់យន្តការអន្តរជាតិដើម្បីជួយនៅក្នុងការដោះស្រាយបញ្ហានេះបងប្អូនអាចឆ្ងល់ថារដ្ឋាភិបាលស្ងាត់ស្ងៀមអត់ធ្មត់ឥឡូវទៅជាឌឺដងរឿងស្ងាត់ស្ងៀមអត់ធ្មត់ដោយសារកន្លែងនេះមើលឃើញដោះមិនចេញកន្លែងនោះមិនចេញខ្ញុំសូមឲ្យបងប្អូនយល់អំពីអត្ថប្រយោជន៍របស់វាទី1រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមទេយើងធ្វើសកម្មភាពទាំងអស់ដោយខ្ញុំរើសមិញហ្នឹងអភិក្រម2នេះសម្រាប់បានមិនមែនដោយចៃដន្យទេគឺយើងធ្វើការងារសកម្មតម្រាំតបានបត់ឈប់បាញ់តម្រាំតបានជួប JBC RBC និយាយគ្នាតម្រាំតបានយើងមានគ្រោងកិច្ចចរចាសន្តិភាពក្រោមអធិបតីភាពរបស់អាដាម Donald Trump មិនមែនជាការងារដែលយើងស្ងៀមហើយកើតមានទេគឺការខិតខំប្រឹកប្រែងទី2រដ្ឋាភិបាលស្ងាត់ស្ងៀមអញ្ចឹងប្រហែលជាបោះបង់លែងយកចិត្តទុកដាក់ប្រជាពលរដ្ឋឃើញតែគេជួយកងទ័ពឃើញអីរដ្ឋស្ងាត់ស្ងៀមទុកប្រជាជនទុកទ័ពចោលអត់ទេការទទួលខុសត្រូវរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់រាយនិយាយពីរដ្ឋាភិបាលគឺពីនាយករដ្ឋមន្ត្រីរហូតទៅដល់អភិបាលស្រុកមេឃុំរហូតទៅដល់កងកម្លាំងនៅកម្ពុជាយើងនៅជាមួយកងទ័ពជាមួយគ្រួសារទ័ពជាមួយប្រជាជនគ្រប់ទាំងអស់មិនថាអ្នកត្រឡប់មកពីថៃយើងខំប្រឹងរកការងារមិនទាន់បានទាំងអស់យើងខំប្រឹងភ្ជាប់ថែមទៀតឲ្យប្រជាពលរដ្ឋជនភៀសខ្លួនរាប់ម៉ឺននាក់កាលមុនរាប់សែននាក់យើងខំរៀបចំកន្លែងឲ្យព្យាបាលជំងឺអីផ្សេងនៅជាប់ជាប្រចាំគ្រួសារទ័ពដែលត្រូវជលៀសខ្លួនពីជាមុខមកយើងខិតខំរកងទ័ពនៅជួរមុខដែលវិរៈកងទ័ពរបស់យើងដែរក៏យើងធ្វើការងារជាប់ជាប្រចាំជួនប្រជាពលរដ្ឋរឿងដែលរងគ្រោះនៅប្រៃចាននិងជោគជ័យយើងបន្តជួយបែបបោះបង់គាត់ចោលទេជាអកុសលវាមានកើតហេតុប៉ះពាល់ប្រមាណគ្រួសារយើងមិនបោះបង់ការជួយនិងការខិតខំស្ដារឡើងវិញនោះទេប៉ុន្តែយើងទប់សភាពការដែលបើសិនជាយើងមិនស្រួលមិនមែនមានតែប្រមាណផ្ទះហ្នឹងទេពេញភូមិបាទប្រមាណភូមិហ្នឹងអាចនៅក្នុងអត់ផ្ទះរាប់ពាន់ខ្នងហ្នឹងអាចរៀលអ្នកប៉ោយប៉ែតនៅនឹងទៅរាល់ថ្ងៃអត់បើយើងធ្វើមិនទប់សភាពការបានខុសគ្នាតែប្រមាណគីឡូទេបើគ្រាប់ចាប់ផ្ដើមផ្លោងគ្មានអ្នកប៉ោយប៉ែតនៅនោះទេបាទនេះគឺជាការខិតខំគិតគូរទប់សភាពការកុំឲ្យវារីកសូមបងប្អូនយោគយល់យើងមិនបោះបងប្អូនប្រជាពលរដ្ឋចោលទេអភិបាលខេត្តកងកម្លាំងប្រដាប់អាវុធយើងព្យាយាមការពារប្រជាពលរដ្ឋយើងអត់ចង់ប្រើអំពើហិង្សាពង្រីកភូមិសាស្ត្រទេចំនួនប៉ុន្តែយើងក៏ត្រូវការពារប្រជាពលរដ្ឋយកចិត្តទុកដាក់ដែរខ្ញុំសូមឲ្យបងប្អូនជឿចាំបាទការធានាសុខុមាលភាពការហូបចុករបស់គាត់ប៉ះពាល់កន្លែងបង្កបង្កើនផលរបស់គាត់ដោយសាររឿងចំនួនតែយើងជួយគាត់បំពេញនៅការរបស់គាត់ហើយពេលជាមួយគ្នាខិតខំរកដំណោះស្រាយមួយมันអាចឲ្យគាត់នៅរ៉ាំរ៉ៃបែបនេះភ្នែកកញ្ចឹងកមួយថ្ងៃមិនដឹងអីរាប់សិបឆ្នាំតទៅទៀតវាអត់ទៅរួចបាទទាំងខាងថៃទាំងខាងយើងធ្លាប់តែអ្នកភូមិផងលបងជាមួយគ្នា
អ្នកបៃចាន់ជាមួយនងចាន់ទូរស័ព្ទហៅគ្នាបនទៀនជាមួយគ្នាឥឡូវមើលមុខចង់ជួបគ្នាដែរប៉ុន្តែមិនសូវបានអ្នកដែលតឹងសរសៃកដាក់គ្នាភាគច្រើនគឺអ្នកទៅពីឆ្ងាយបាទខាងយើងមានអ្នកនៅពីភ្នំពេញខាងគេមានអ្នកទៅពីបាងកកស្រែកដាក់បាសអីទៅចប់ទៅវិញអ្នកនៅភូមិផងលបងជាមួយគ្នាដែលនៅ30-40 ឆ្នាំជាមួយគ្នាមិនជាបញ្ហាហើយគេបន់ឲ្យតែមានតែមកស្អីរកវិធីបើកជប់នេះទៅអ្នកនៅនោះមានបនទៀនគេហៅបនគ្នាទៅវិញទៅមកទូរស័ព្ទហៅបងហៅប្អូននិយាយភាសាខ្មែរនិយាយភាសាឲ្យដូចគ្នាសម្រាប់រាជរដ្ឋាភិបាលយើងចង់បញ្ចប់ចលួសដើម្បីឲ្យស្ថានភាពទាំងអស់វិវត្តទៅដើមមានការងាររឿងអីដោះស្រាយបញ្ហាព្រំដែនទុកឲ្យស្ថាប័នរដ្ឋធ្វើការជាមួយគ្នាទៅកុំទម្លាក់បន្ទុកទៅឲ្យប្រជាពលរដ្ឋនេះគឺជាអភិក្រមនៃការធ្វើការហើយបងប្អូនមួយចំនួនអាចអញ្ចឹងបើខ្ញុំសូមឲ្យចេះតាម Facebook តាមបណ្ដាញសង្គមសូមឲ្យបណ្ឌិតតែជាពិសេសរូបភាពការផ្សព្វផ្សាយជួនកាលរឿងកើតមួយខែជាងមកហើយយកមកប្រហោះដាក់ថ្ងៃនេះទៀតធ្វើឲ្យបងប្អូនឆេះឡើងវិញហើយអ្នកអត់ដឹងទៅជារឿងស្អីទៀតបាទមានកំភ្លើងឲ្យមិនបាញ់យកទៅហ៊ានទៅដេកហាលមូសហើយមិនឲ្យមិនដកឲ្យគេយកដីអត់ទេតែហ៊ានយើងមានភារកិច្ចនឹងយល់ពីការការពារឲ្យបងប្អូនទុកចិត្តគាត់ទៅវាគ្មានយកសង្គ្រាមទៅចំនួនទៅបញ្ចប់សង្គ្រាមទេគ្មានយកការស្រែកតឹងសរសៃកដាក់គ្នាដោយអត់ដឹងរឿងដើម្បីដោះស្រាយនិយាយគ្នាដោយត្រជាក់គ្មានការយកបាញ់កំភ្លើងដាក់គ្នាដើម្បីទៅដោះស្រាយបញ្ចប់មកនិយាយគ្នាឆាប់ដូចទេតែយើងត្រូវការពារអ្វីដែលបោះអាយុជីវិតប្រជាពលរដ្ឋទឹកដីនិងទ្រព្យសម្បត្តិរបស់យើងហើយរកវិធីដោះស្រាយតាមសន្តិវិធីដូចខ្ញុំនិយាយចឹងយើងគ្មានចង់បានដីរបស់អ្នកណាហើយគេយើងក៏មិនឲ្យដីទៅអ្នកណាដែរដោះស្រាយជាមួយគ្នាបន្សល់ទុករាប់រយឆ្នាំសន្ធិសញ្ញាបារាំងសៀម1907 70ឆ្នាំមុនខ្ញុំកើតតែខ្ញុំត្រូវដឹកនាំប្រទេសនៅពេលនេះខ្ញុំត្រូវប្រឈមដោះស្រាយមិនមែនតែខ្ញុំទេរដ្ឋាភិបាលថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ទាំងប្រជាពលរដ្ឋយើងត្រូវដោះស្រាយប៉ុន្តែដោះស្រាយបែបណាគឺដោះស្រាយតាមគោលការណ៍សន្តិវិធីតាមផ្លូវគោលការណ៍យន្តការដែលមានផ្អែកលើសន្ធិសញ្ញាច្បាប់អន្តរជាតិនិងអនុសញ្ញាផ្សេងៗនឹងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានដោយយើងធ្វើ20ឆ្នាំមកហើយបងប្អូនខ្លះអាចដែលខ្ញុំនិយាយម្ដងទៀតថាបាត់ជំនឿហើយទៅលើភាពអត់ធ្មត់បាត់ជំនឿហើយទៅលើការពឹងអន្តរជាតិពឹងហើយខ្ញុំសូមឲ្យបងប្អូនចាំប៉ុណ្ណេះអ្វីដែលវាស់ស្ទង់អ្វីដែលយើងមើលឃើញអាចវាស់បានតែអ្វីដែលយើងមើលមិនឃើញយើងមិនអាចវាស់បានទេបានន័យថាម៉េចបងប្អូនអាចរំលឹកទៅវិញនៅថ្ងៃទី28ពេលដែលយើងចុះហត្ថលេខានៅម៉ាឡេស៊ីមនុស្សតិចណាស់ដែលជឿថាអាចឈប់បាញ់យប់នោះត្រូវទេវាយគ្នាស៊ីសៃអត់ជាង5ថ្ងៃមនុស្សតិចណាស់ដែលជឿថានឹងមានបទឈប់បាញ់នឹងឈប់បាញ់ថ្ងៃ28ខែ7នៅពេលដែលយើងតាមដានគ្រប់គ្នាដោយសារអត់មានទំនុកទុកចិត្តប៉ុន្តែហេតុអីបានវាឈប់ដោយសារគឺមានការចូលរួមរបស់អន្តរជាតិនិងអនុវត្តនៅគោលការណ៍នេះហើយក្រោយថ្ងៃ8តើប្រមាណអ្នកដែលជឿថាអាចឈប់បាញ់គ្នារហូតបាន3ខែតិចណាស់ម្នាក់យ៉ាងច្រើនថាមួយអាទិត្យមើលខ្មែរយើងប៉ុន្មានអ្នកដែលពេលនោះអ្នកតាមដានថាថ្ងៃ28នឹងមិនជាប់ទេមើលលើកដៃមើលតែអត់មានអ្នកតាមដានមានតែមិនលើកហើយក៏មិនជឿថាវាអាចបាន3ខែដែរប៉ុន្តែនេះហើយគឺជាលទ្ធផលនៃការសួរ3ខែនេះមិនផុយស្រួយងាយស្រួលណាស់
ប៉ុន្តែរាល់សភាពការដែលរៀបផ្ទុះគឺយើងបានធ្វើសកម្មភាពមាន IoT មានប្រធានអាស៊ានអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមមានដៃគូដែលបានជួយសម្របសម្រួលភ្លាមរវាងមេតបនិងមេតបឧទាហរណ៍សភាពការនៅខាងក្រោមតាហ៊ានជួរមុខអាចមានការយល់ច្រឡំគ្នាអីគឺតាក់ទងអន្តរាគមពីលើភ្លាមដើម្បីគ្រប់គឺវាជួយនៅសភាពការដែលអាក្រក់បំផុតសភាពការនៅប្រទេសមានជ័យអាចកើតប៉ុណ្ណឹងបើសិនជាគ្មានការអន្តរាគមឬមានការចូលទេវាអាចច្រើនជាងនឹងទៀតបាទអញ្ចឹងសូមឲ្យបងប្អូនកុំអាលបាត់ជំនឿនៅភាពអត់ធ្មត់និងការខិតខំបង្រួមសភាពការនិងប្រើប្រាស់ការចូលរួមរបស់អន្តរជាតិដើម្បីដោះស្រាយបញ្ហានេះគឺយើងត្រូវជឿលើច្បាប់អន្តរជាតិនិងយន្តការអន្តរជាតិទោះបីជាពេលខ្លះវាអត់បានលឿនដូចយើងគិតនៅគ្រប់កន្លែងទាំងអស់ខ្ញុំសូមឲ្យបងប្អូនជឿប៉ុណ្ណេះ